ចិនបានដាក់ឲ្យប្រើប្រាស់ត្រាក់ទ័រអគ្គិសនីស្វ័យប្រវត្តិគ្មានបដិបើកដំបងគេបង្អស់បែបប្រិបិតវិស័យកសិកម្មឆ្លាតវៃបានឈានដល់របបថ្មីមួយទៀតហើយបន្ទាប់ពីប្រទេសចិនបានប្រកាសដាក់ឲ្យដំណើរការត្រាក់ទ័រអគ្គិសនីដែលដើរដោយថាមពលអាគុយដែលមានសមត្ថភាពបំពេញការងារនៅលើវាលស្រែចម្ការដោយស្វ័យប្រវត្តិទាំងស្រុងតែម្ដងហើយគ្រឿងចាក់ទំនើបនេះមានឈ្មោះថា Huanghu T70 ដែលត្រូវបានគេចាត់ទុកថាជាជំហានដ៏សំខាន់ឆ្ពោះទៅរកកសិកម្មប្រកបដោយនិរន្តរភាពនិងការកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មមនុស្សហើយទាសោត Huanghu T70 នេះមិនមែនគ្រាន់តែជាប្រភេទត្រាក់ទ័រធម្មតាទេបងប្អូនប៉ុន្តែវាជាប្រភេទម៉ាស៊ីនឆ្លាតវៃបំពាក់ទៅដោយប្រព័ន្ធថាមពលស្អាតដំណើរការដោយអាគុយលីជូមនិងប្រើប្រាស់ប្រព័ន្ធមើលទ័រភ្លោះដោយកាត់បន្ថយការបំភាយឧស្ម័នពុលផងដែរហើយវាមានសមត្ថភាពបំពេញការងារដោយមានកម្រិតលំអៀងគ្នាត្រឹមតែ 2.5 សង់ទីម៉ែត្រតែប៉ុណ្ណោះទេបងប្អូនធ្វើឲ្យការដាំដុះរបស់ប្រជាកសិករនោះគឺមានប្រសិទ្ធភាពត្រាក់ទ័រនេះអាចធ្វើការរហូតដល់6ម៉ោងពេញនៅក្នុងការសាកថ្មម្ដងដោយដើរតាមគន្លងផ្លូវកំណត់ទុកជាមុននិងប្រមូលទិន្នន័យពីកសិដ្ឋានតាមពេលវេលាជាក់ស្ដែងត្រាក់ទ័រ Huanghu T70 នេះត្រូវបានរចនាឡើងដើម្បីសម្រាលបន្ទុកកសិករស្ទើរតែទាំងស្រុងដោយវាអាចកាន់កាប់ការងារសំខាន់ៗដូចជាការភ្ជួររាស់ដីការសាបព្រុះគ្រាប់ពូជការថែទាំដំណាំនិងការប្រមូលផលផងដែរហើយបច្ចុប្បន្នគ្រឿងចាក់នេះគឺកំពុងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងតំបន់មួយចំនួននៅឯប្រទេសចិនដូចជាខេត្តហាប៉ៃនិងបង្កើនទិន្នផលដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅក្នុងតំបន់ជនបទទីនោះផងដែរឈានជើងចូលនៃបច្ចេកវិទ្យាថ្មីនេះត្រូវគេមើលឃើញថាជានិន្នាការថ្មីដែលផ្លាស់ប្ដូរមុខមាត់វិស័យកសិកម្មទូទាំងពិភពលោកនាពេលអនាគតដ៏ឆាប់ខាងមុខនេះអញ្ចឹងតើថាវាអាចធ្វើការបានយូរប៉ុណ្ណាត្រាក់ទ័រនេះអាចប្រតិបត្តិការបានរយៈពេល6ម៉ោងពេញជាប់គ្នាណាបងប្អូនសម្រាប់ការសាកថ្មពេញមួយលេងបាទប្រិយមិត្តស្វែងយល់សកលជាទីមេត្រីនេះគឺជាបច្ចេកវិទ្យាថ្មីទៀតហើយដែលនៅឯប្រទេសចិនគេអាចបង្កើតបាននោះគឺត្រាក់ទ័រដើរដោយថាមពលអគ្គិសនីគ្មានមនុស្សបើកស្វ័យប្រវត្តិដំបូងគេបង្អស់នេះគឺជាមុខមាត់ថ្មីមួយផងដែរនៅឯប្រទេសចិនដែលគេអាចបង្កើតបានអញ្ចឹងយើងរងចាំមើលថាតើវិស័យកសិកម្មនៅក្នុងសម័យបច្ចុប្បន្នទំនើបនេះវិវត្តទៅដល់កម្រិតណាពីព្រោះថានៅពេលបច្ចុប្បន្នគ្រឿងចក្រកសិកម្មបែបទំនើបគឺមកជំនួសកម្លាំងមនុស្សច្រើនណាស់សឹងតែ 50% ទៅហើយប្រិមិត្តជាទីគោរពនិងជាទីមេត្រីនៅវីដេអូថ្មីប្លែកនៅពេលក្រោយខ្ញុំបាទនឹងលើកយកនូវអត្ថបទថ្មីមកជម្រាបជូនជូនបងប្អូនសម្រាប់ដើម្បីជាចំណេះដឹងជាបន្តទៀតគណៈពេលនេះនីតិស្វែងយល់សកលសូមអរគុណ